បាទសួស្តីទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំសូមចែករំលែកពីវិធីសាស្ត្រយើងដាក់ password ចូលក្នុង file Word ហើយនឹងយើងដោះចេញមកវិញបើសិនជាពេលដែលយើងទីហោថាយើងលេខចង់ដាក់ហើយយើងចង់ដោះមកវិញបាទនេះថាដាក់ក៏យើងអ្នកដាក់ហើយដោះក៏យើងអ្នកដោះអូខេដោយវីដេអូមុនខ្ញុំបាននិយាយពីការដាក់ password ដូចគ្នាទៅលើ file Excel ហើយសម្រាប់វីដេអូនេះខ្ញុំនិយាយពីការដាក់ password និងដោះ password នៅលើ file Word អូខេអញ្ចឹងយើងមកមើលក្នុងនេះឧទាហរណ៍ជាក់ស្ដែងfile Word មួយនេះគឺវាជាប់ password ដោយសារតែមុនមិញខ្ញុំបានដាក់ណាអូខេហើយខ្ញុំដាក់ password 1 2 3អញ្ចឹងខ្ញុំដាក់ password 1 3ទៅវាអាចបើក file ឡើងបានអូខេអញ្ចឹងយើងចូលមកធ្វើតែម្ដងទៅខ្ញុំមាន file មួយដូចគ្នាដែរប៉ុន្តែខ្ញុំមិនទាន់ដាក់ password ទេហើយយើងបើកវាសិនមកបន្ទាប់ពីបើកហើយយើងត្រូវចូលដើម្បីយើងដាក់ password វាយើងត្រូវចូលមកកាន់ file ហើយយើងយកពាក្យថា info បើនៅក្នុង Office version ចាស់កន្លែងនេះយើងគ្រាន់តែចូលទៅ file មកវាមានកន្លែង show ឲ្យយើងឃើញនេះ option ដូចគ្នាចេះដែរអូខេអញ្ចឹងយើងមកកន្លែង info ហើយយើងចុចយើងរកពាក្យកន្លែង protect document នេះយើង select លើវាហើយយើងយកពាក្យថា encrypt with password នៅក្នុងនេះក៏មាន option ច្រើនដែរយើងក្រៅពី encrypt ដាក់ password នោះយើងមានអាចច្រើនទៀតតែប៉ុន្តែថ្ងៃនេះដូចជាយើងអាចដាក់ file ហ្នឹងឲ្យវា read only មួយទេឬមួយក៏យើងដាក់ file ហ្នឹងក៏មកគេកែបានន័យថាយើងបានន័យថាយើងឲ្យគាត់មើលគាត់អីបានប៉ុន្តែយើងឲ្យគាត់កែតែប៉ុន្តែថ្ងៃនេះយើងនិយាយតែដាក់ password ទេអញ្ចឹងយើងចុចយកកន្លែង encrypt with password បន្ទាប់ពី encrypt with password ហើយយើងវាឲ្យយើងដាក់ password ហើយយើងអញ្ចឹងខ្ញុំដាក់តែ1 2 3ទេជាទម្លាប់របស់ខ្ញុំព្រោះនេះសារខ្ញុំឧទាហរណ៍ខ្ញុំអត់មានដាក់ password ច្រើនអញ្ចឹងបើបងប្អូនដាក់ច្រើនកុំភ្លេចមានអី note ចំណាំខ្លួនឯងផងព្រោះតែជាប់គឺជាប់ហើយអត់អាចដោះបានទេតែបើមានជួយប្រាប់ផងតើដោះវាមិនព្រោះខ្ញុំមាន file ច្រើនដែរអូខេខ្ញុំដាក់ password នេះ1 2 3អូខេម្ដងទៀត1 2 3ខ្ញុំចុច OK ហើយវាឲ្យយើងបញ្ជាក់ password ណាទៀតយើងដាក់1 2 3ទៅដែរហើយយើងចុច OK yes បន្ទាប់ពីយើងដាក់ហើយវានឹង load បែបនេះហើយយើង load បែបនេះហើយវាថា password ហ្នឹងគឺតម្រូវឲ្យមាន password សិនបានអាចបើកឯកសារហ្នឹងបាទបន្ទាប់ពីយើងដាក់ password រួចហើយវា load បែបនេះហើយយើងត្រូវចុច save វាមួយសិនបើអត់ save ទេស្មាននឹងអត់ជាប់ត្រែអូខេឥឡូវខ្ញុំបិទវាហើយខ្ញុំនឹងបើកម្ដងទៀត file នឹងដដែលដែលខ្ញុំទើបដាក់ password yes ឥឡូវវាជាប់ហើយបន្ទាប់ពីខ្ញុំបានដាក់ password ឲ្យវាអញ្ចឹងយើងបញ្ចូល password ដែលយើងដាក់មុនហ្នឹងមិញយើងដាក់1 2 3អូខេយើងដាក់1 2 3អូខេឃើញថាឯកសារហ្នឹងបើកបានហើយបន្តមកទៀតបន្ទាប់ពីយើងដាក់ហើយយើងគិតថាវាលែងចាំបាច់ហើយយើងត្រូវដោះចេញវិញព្រោះយើងអត់មានត្រូវផ្ញើឲ្យអ្នកណាឬមួយក៏ផ្ញើទុកឲ្យអ្នកណាទុកក្នុង server ទុកអីខ្លាចគេបើកឃើញទេអញ្ចឹងយើងត្រូវចូលទៅដោះវិញវិធីចូលទៅដោះគឺយើងទៅកន្លែង file កន្លែងក្រៅហ្នឹងទេគឺយើងចូលក្នុង file ហើយយើងយកពាក្យថា info ដដែលហើយយើងយកពាក្យថា protect document ហើយយើងយកពាក្យថា encrypt with password អញ្ចឹងវាសូកន្លែងនេះសូ password ប្រហែលខ្ទង់ដែលយើងដាក់មុនហ្នឹងមិញហ្នឹងយើងគ្រាន់តែ clear វាចេញមកឲ្យវាទៅទេស្អាតចឹងមកយើង clear វា make sure ថាអត់មានអីទេអូខេហើយយើងចុចពាក្យថា OK មកយេវាដាច់បាត់វាបាត់អាពណ៌លឿងមិញហើយអូខេហើយយើងចុច save មួយទៀតមកចុច save ហើយយើងបិទហើយយើងបើក file បើកឯកសារម្ដងទៀតចង់ដឹងថាវាជាប់ password ទៀតអត់អូខេឃើញថាបន្ទាប់ពីជាប់នេះយើងមិញយើងដោះហើយអញ្ចឹងយើងដោះហើយវាលែងជាប់ទេឯកសារហ្នឹងបើកមកលែងតម្រូវឲ្យដាក់ password បានជាប់ទេអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាបើសិនជាចូលចិត្តជួយចែករំលែក Subscribe អ្នកមួយផង